របៀបប្រើប្រាស់រូបមន្ត XLOOKUP នៅក្នុងកម្មវិធី Microsoft Excel ដើម្បីធ្វើការបង្ហាញលទ្ធផលច្រើនជួរបាទយើងដឹងហើយថារូបមន្ត XLOOKUP គឺជារូបមន្តមួយក្នុងការស្វែងរកទិន្នន័យដើម្បីធ្វើការបង្ហាញនៅលទ្ធផលដែលវាអាចប្រើប្រាស់ជំនួសក្នុងការប្រើប្រាស់រូបមន្ត VLOOKUP ក៏ដូចជាប្រើប្រាស់ជំនួសរូបមន្ត XLOOKUP ផងដែរបើចឹងមុននឹងឈានទៅដល់ឧទាហរណ៍យើងមកមើលថាតើរូបមន្ត XLOOKUP គឺយើងត្រូវមានប្រភេទយ៉ាងដូចម្ដេចបាទចឹងទី1គឺរូបមន្ត XLOOKUP គឺយើងត្រូវប្រើសញ្ញាស្មើហើយមានពាក្យថា XLOOKUP ហើយបើកវងចរត្រង់កន្លែង lookup value គឺជាតម្លៃដែលត្រូវធ្វើការស្វែងរកចំណែក lookup array គឺជាបណ្ដុំទិន្នន័យក្នុងការយកមកប្រៀបធៀបជាមួយនឹងតម្លៃ lookup នេះហើយតកតងជាមួយនឹង return array គឺតកតងជាមួយនឹងតម្លៃក្នុងការត្រឡប់មកវិញមានថាតម្លៃសម្រាប់ធ្វើការបង្ហាញហើយតកតងជាមួយនឹង if not found match mode ផ្សេងៗនេះគឺចំណុចដែលយើងធ្លាប់បានរៀនហើយនៅមេរៀនមុនអញ្ចឹងបើសិនបើយើងចង់លម្អិតពីការប្រើប្រាស់រូបមន្ត XLOOKUP តែម្ដងគឺអាចទៅមើលមេរៀនមុនបន្ថែមទៀតប៉ុន្តែចំណុចដែលខ្ញុំនឹងលើកយកមកបង្ហាញគឺអាចមានតកតងជាមួយនឹង3មុខមួយនេះក្នុងការ return តម្លៃទៅវិញឲ្យបានច្រើនជួរបាទអូខេអញ្ចឹងឧទាហរណ៍ថាយើងមានតម្លៃទិន្នន័យទី1គឺមានតារាងទិន្នន័យដូចនេះអញ្ចឹងនៅពេលដែលយើងគ្រាន់តែបញ្ចូលទិន្នន័យតម្លៃណាមួយនៅក្នុងតារាងមួយនេះឧទាហរណ៍ថាយើងមាន file បញ្ចូលតែត្រឹមទិន្នន័យណាមួយ ID ណាមួយគឺទិន្នន័យទាំងអស់នេះគឺនឹងលេខឡើងតែម្ដងអញ្ចឹងយើងសរសេររូបមន្តតែកន្លែង name នេះមួយទេត្រង់កន្លែងមួយនេះបើសិនបើយើងអត់ទាញយកទិន្នន័យច្រើនមកជួរយើងត្រូវទាញកន្លែងនេះមួយហើយយើងត្រូវប្រើប្រាស់រូបមន្តកន្លែងនេះមួយទៀតយើងត្រូវប្រើប្រាស់រូបមន្តកន្លែងនេះមួយទៀតប៉ុន្តែបើករណីដែលយើងទាញយកបង្ហាញទិន្នន័យដូចទៅនឹងតារាងនេះមានថាយើងមានតារាងទិន្នន័យហើយបន្តគ្នាអញ្ចឹងយើងអាចទាញតែម្ដងឲ្យហើយតែម្ដងអញ្ចឹងដើម្បីធ្វើការកំណត់ក៏ដូចជាប្រើប្រាស់រូបមន្តនេះបានទី1អ្នកទាំងអស់គ្នាអាចមាន data សិនហើយកន្លែងនេះគឺយើងអាចមាន row header មានថាក្បាលចំណងជើងដើម្បីធ្វើការកំណត់បង្ហាញថាតើយើងបង្ហាញទៅយើងមើលឃើញអ្វីខ្លះអញ្ចឹងបន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាមកជួរកន្លែង ID នេះដោយសារតែយើងចង់ធ្វើការបញ្ចូលទិន្នន័យ ID ហើយឲ្យបង្ហាញទិន្នន័យឈ្មោះក៏ដូចជា department ក៏ដូចជា salary ជាដើមអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាអាចធ្វើការចងជាមួយនឹង list ជាមួយនឹង ID នេះក៏បានឬក៏ទុកបញ្ចូលបន្ថែមទៀតក៏បានដែរអញ្ចឹងជម្រើសយើងអាចមានច្រើនអញ្ចឹងកន្លែងនេះគិតថាយើងវាយបញ្ចូលចុះចំពោះការចង list យើងរៀនពីមុនហើយអស់ហើយអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចបញ្ចូលឧទាហរណ៍ខ្ញុំបញ្ចូលលេខ103សិនចុះហេតុអីបើខ្ញុំបញ្ចូលលេខ103នេះមុនករណីដែលយើងអត់បញ្ចូលនៅពេលដែលយើងប្រើប្រាស់រូបមន្តហើយគឺតម្លៃរូបមន្តនេះនឹង error ដោយសារតែអីគឺទិន្នន័យ not found ដូចខ្ញុំបង្ហាញអញ្ចឹងគឺយើងយកតែចន្លោះតែ3នៅមុខខាងមុខមកទេគឺយកតកតងជាមួយនឹង lookup value lookup array ហើយជាមួយនឹង return អញ្ចឹងយើងបង្ហាញតែ3ឯងយើងយកតែ3យកមកធ្វើការបង្ហាញទេអញ្ចឹងអាមុខទៀតគឺមានតែរូបមន្តនៅខាងមុខទៀតគឺយើងធ្លាប់បានរៀនហើយម្ដងហើយអញ្ចឹងយើងអាចតែកាត់ចោលខ្លះយកចំណុចដែលសំខាន់តែម្ដងអញ្ចឹងកន្លែងនេះខ្ញុំប្រើសញ្ញាស្មើហើយពាក្យថា XLOOKUP បាទអញ្ចឹងនៅក្នុង XLOOKUP នេះគឺអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការចុចយក lookup value អញ្ចឹង lookup value គឺចំណុចមួយនេះអញ្ចឹងចំណុចមួយនេះគឺយើងអាច click យកតែម្ដងទៅបាទវាមួយទៀតយើង lookup array អញ្ចឹង lookup array គឺជាបណ្ដុំដែលយើងត្រូវការយកមកប្រៀបធៀបអញ្ចឹងបណ្ដុំដែលត្រូវគឺធ្វើការយកប្រៀបធៀបគឺជាទិន្នន័យដើមអញ្ចឹងទិន្នន័យដើមរបស់យើងគឺយើងចង់ប្រៀបធៀបចេញពីទិន្នន័យ ID មួយនេះអញ្ចឹងជាទិន្នន័យជួរឆអញ្ចឹងវាអាចថាជាជំនួសលក្ខណៈ VLOOKUP ក៏បានប៉ុន្តែបើករណីអ្នកទាំងអស់គ្នាប្រើប្រាស់ទៅជាជួរដេកយើងប្រើប្រាស់ជំនួស XLOOKUP វិញអញ្ចឹងកន្លែងនេះគឺយើង select មកជួរនឹងមកបើមកជួរនៅកន្លែងនេះប្រសិនបើមានទិន្នន័យច្រើនយើង select មកទាំងអស់មកប៉ុន្តែបើមានតិចគឺយើង select តាមតិចដូចគ្នាបាទវាមួយទៀតគឺ return array គឺជាបណ្ដុំដែលយើងត្រូវធ្វើការយកមកបង្ហាញអញ្ចឹងចំណុចនេះគឺជាចំណុចដែលសំខាន់ដែលយើងត្រូវការយកមកបង្ហាញចេញវិញ
គឺជាលទ្ធផលដែលត្រូវសូដែលមានឈ្មោះមាន department ហើយនិង salary នេះចឹងអ្នកទាំងអស់គ្នាចាប់ផ្ដើម select បណ្ដុំពីឈ្មោះរហូតដល់ salary តែម្ដងដើម្បីធ្វើការកំណត់ឲ្យបង្ហាញទៅទិន្នន័យទាំងអស់នេះហើយចំពោះទិន្នន័យនៅខាងមុខមានថា if not found match ដូចជា search mode នេះគឺខ្ញុំអត់យកមកប្រើទេដោយសារតម្រូវការរបស់ខ្ញុំនៅក្នុងការបង្ហាញនេះគឺមានតែ3មុខនេះទេបើកាលណាចង់លម្អិតគឺយើងត្រឡប់ទៅមើលមេរៀនក្រោយវិញមានថាមេរៀនខាងក្រោយនេះគឺបញ្ជាក់ពីរូបមន្តនៃការប្រើប្រាស់ XLOOKUP ទាំងមូលតែម្ដងអញ្ចឹងកន្លែងនេះខ្ញុំបិទវងកញ្ចក់តែប៉ុណ្្នេះហើយខ្ញុំ enter អញ្ចឹងយើងនឹងបានលទ្ធផលចំណុចមួយនេះមួយគឺបង្ហាញទិន្នន័យមកពេញអញ្ចឹងបើករណីទាក់ទងជាមួយនឹង salary យើងត្រូវការកំណត់ជារូបិយប័ណ្ណដុល្លារឬក៏ប្រភេទផ្សេងៗយើងចងបន្ថែមទៀតដើម្បីឲ្យយើងមើលឃើញអញ្ចឹងខ្ញុំយកដុល្លារមួយមកដោយសារចុចមកវាអូតូចេញជាលុយរៀលអញ្ចឹងខ្ញុំដូរទៅជា English United States វិញមកអញ្ចឹងវាចេញទៅជាវិញហើយបាទអញ្ចឹងកន្លែងនេះដល់ពេលដែលយើងធ្វើការបដូរឧទាហរណ៍ថាខ្ញុំបដូរពីលេខរៀងទី103នេះទៅជាលេខរៀងទី110បាទអញ្ចឹងកន្លែងនេះក៏បង្ហាញដូចគ្នាដែរប៉ុន្តែយើងដោយសារតែកន្លោនយើងតូចពេកយើងពរិយវាធំតិចមកវានឹង fit ឲ្យយើងតែម្ដងករណីដែលយើងបញ្ចូលទិន្នន័យដែលអត់ឃើញមានថា1110ចុះអញ្ចឹងកន្លែងនេះគឺនឹងចេញ NA អញ្ចឹងតកតងជាមួយនឹងចំណុចដែលខាងមុខប្រមាណដែលថាពាក់ព័ន្ធជាមួយរូបមន្តមុនហ្នឹងគឺយើងអាចចងបន្ថែមនៅការចាំបាច់របស់យើងបានអញ្ចឹងកន្លែងនេះវាបង្ហាញទៅទិន្នន័យដែលត្រូវទេបើការទិន្នន័យអត់ត្រូវគឺនឹងចេញ NA នេះហើយអញ្ចឹងកន្លែងនេះនៅពេលអ្នកនរគ្នាបញ្ចូលលេខ100វិញគឺវានឹងដំណើរការទៅជាតម្លៃលេខធម្មតាបើកាលណាអ្នកទាំងអស់គ្នាចង់ចងបន្ថែមគឺអាស្រ័យលើតម្រូវការជាក់ស្ដែងប៉ុន្តែធៀបពិតគឺយើងចង់បានតែនេះយកមកបង្ហាញអញ្ចឹងនេះជាគោលដៅអញ្ចឹងសំខាន់បំផុតគឺការកំណត់គោលដៅរបស់អ្នកទាំងអស់គ្នាថាតើយើងចង់បានតម្លៃលទ្ធផលនោះគឺជាតម្លៃប៉ុន្មានដែលត្រូវធ្វើការសូទៅកាន់ឬក៏គេហៅបង្ហាញទៅកាន់ user របស់យើងឬក៏អ្នកប្រើប្រាស់របស់យើងពីព្រោះតម្រូវការនៃការបង្ហាញនីមួយៗគឺវាអត់ទាមទារមានថាវាអត់ទៀងទេដែលវាអាស្រ័យទៅលើតម្រូវការជាក់ស្ដែងអញ្ចឹងប្រសិនបើតកតងជាមួយនឹងការប្រើប្រាស់រូបមន្តនេះខ្ញុំសង្ឃឹមថាអាចយកទៅប្រើប្រាស់បានបាទហើយជាចុងក្រោយនេះខ្ញុំសង្ឃឹមថារូបមន្តមួយនេះអាចនឹងទៅចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលមិនទាន់បានស្គាល់ពីរបៀបប្រើប្រាស់ក៏ដូចជាក្នុងការកំណត់ផ្សេងៗដែរនៅចុងបញ្ចប់នេះអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel របស់ខ្ញុំបាទអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត